បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូចែកចំណេះដឹងមួយទាក់ទងនឹងរបៀបបណ្ដុះហាត់ឌីសហ្នឹងហើយឲ្យបានស្អាតហ្នឹងហើយត្រង់ចំណុចនេះខ្ញុំបង្ហាញសំណមិញគឺលេខ183អង្សាហ្នឹងហើយបងប្អូនមើលសាច់សំណទៅហ្នឹងហើយมันខុសពីទាក់ទងនឹងយើងបណ្ដុះស៊ុំកាត់ក្រោម iPhone ទេសាច់សំណក៏យើងមើលដូចគ្នាទៅបើយើងចេះបណ្ដុះតាក់ទងនឹងស៊ុំ iPhone ហើយធ្វើហាត់នេះគឺជាដូចជាអត់បញ្ហាទេព្រោះដោយសារយើងអាចប្រើប្រាស់សំណកុំឲ្យវាស្ងួតពេកឬក៏វាសើមពេកហ្នឹងឯងកាលណាវាសើមពេកដល់ពេលដែលយើងផ្លុំឬក៏យើងលើកក្តារពុំឡើងទៅគឺវាអត់ស្មើហ្នឹងឯងអញ្ចឹងបងប្អូនបើសិនជាអាចទំនេរបងប្អូនអាចយកហាត់ឌីសមួយគ្រាប់មកហ្នឹងហើយចូលទៅមើលវីដេអូដែលខ្ញុំធ្លាប់ចែកម្លែកទាក់ទងនឹងការបដោះស៊ុំទៅហ្នឹងហើយយើងវាកសំណចេញពីកំប៉ុងមកហើយយើងមើលតាមដានដាក់សំណហ្នឹងនៅបន្ទះក្តារពុំមកយើងទៅយើងមើលទៅសំណគួរតែស្ងួតបែបម៉េចដើម្បីតែយើងបដោះទៅគឺមួយបានមួយមកឲ្យស្មើជើងហ្មងអញ្ចឹងបទពិសោធន៍នេះគឺខ្ញុំធ្វើជាទូទៅរាល់ដងហ្នឹងហើយនៅពេលដែលខ្ញុំបៀកចឹងហើយគឺខ្ញុំត្រូវតែលើកស្លឹកពុំចេញហើយនៅពេលដែលខ្ញុំមើលទៅយើងបើសិនជាអាចបងប្អូនលើកហើយបងប្អូនយើងយកទៅមើលនៅក្នុង microscope ទៅហ្នឹងហើយគីឡូមានជើងខ្លះខ្ពស់ឬក៏ជើងខ្លះអត់បានដល់អញ្ចឹងណាហ្នឹងហើយអញ្ចឹងបងប្អូនយកទៅពិនិត្យមើលទៅហ្នឹងហើយតាក់ទងកន្លែងបដោះសំណហ្នឹងណាអ៊ីសេហាត់ដេញនេះពីមុនមកក៏ខ្ញុំបដោះអត់ស្មើដែរហ្នឹងទៅពេលយើងហ៊ានមើលតាក់ទងនឹងរៀនច្បងគាត់ធ្លាប់ចែកម្លែកទៅក៏យើងព្យាយាមយកមកមើលទៅយើងធ្វើតាមគាត់ទៅហ្នឹងហើយការពិតយើងពីមុនមកយើងប្រើសំណលក្ខណៈមួយថាខ្ញុំបៀកចេញកំប៉ុងហើយខ្ញុំយកមកពូតមួយកណ្ដាត់ជួនកាលពេលខ្លះវានៅសើមពេកជួនកាលពេលខ្លះក៏វាស្ងួតពេកពេលស្ងួតពេកដល់ពេលដែលខ្ញុំចាប់ដើមបៀកគឺចាប់ដើមអឺពេលដែលយើងលើកទៅវាដោយតាមពុំមកអញ្ចឹងណាហ្នឹងហើយដល់ពេលអញ្ចឹងធ្វើឲ្យហាត់ដេកដែលយើងបដោះហ្នឹងគឺអត់បានស្អាតវាអត់ជើងវាអត់ស្មើណាកាលណាអត់ស្មើហើយនៅពេលដែលយើងយកទៅទម្លាក់នៅលើក្តារក្តារដែលយើងត្រូវដាក់ហាត់ដេកហ្នឹងជួនកាលពេលខ្លះជើងខ្លះវាអត់ដិតដល់ពេលអត់ដិតយើងធ្វើយើង2ដងហ្នឹងហើយមានន័យថាធ្វើយើងលើកចេញសាថ្មីយើងយកមកបដោះមួយសាទៀតអញ្ចឹងការងារវាកាន់តែវែងឆ្ងាយអញ្ចឹងណាហ្នឹងហើយអញ្ចឹងបើសិនជាអាចបងប្អូនបិទជាងដៃថ្មីហ្នឹងហើយអាចយកវីដេអូនេះយើងយកទៅសាកល្បងទៅគាត់ហាត់ដេកមួយគ្រាប់ហាត់ដេកប្រភេទអ្វីក៏បានដែរ XXS Max អីយើងយកមកបដោះមកហ្នឹងហើយកាលណាបងប្អូនរៀនស្គាល់ពីសំណហើយបងប្អូនអាចនឹងឡើងទឹកដៃមានន័យថាយើងស្គាល់ពីសំណណាបងប្អូនហ្នឹងហើយយើងស្គាល់ពីសំណរបៀបពូតសំណបែបម៉េចយើងអាចយកមកដាក់ទៅយើងអាចលើកផ្ទាំងតែយើងយកមកផ្លុំដូចខ្ញុំអញ្ចឹងណាហ្នឹងហើយអញ្ចឹងដូចជាមិនពិបាកទេបងប្អូននិយាយទៅយើងព្យាយាមដំណេរបងប្អូនយកមករៀនបន្ថែមពីលើទៀតទៅហើយវីដេអូនេះយើងព្យាយាមមើលវីដេអូខ្ញុំផងហើយវីដេអូសិស្សច្បងដែលគាត់បានចែកម្លែកទៅហ្នឹងហើយនឹងយល់ហើយនឹងកាលណាយើងធ្វើបានចាប់ដើមកាលណាយើងចាប់ដើមធ្វើបានហើយគឺអឺអ្វីក៏ដោយគឺយើងអាចធ្វើដំណើរការទៅមុខបានច្រើនជាងនឹងហើយអញ្ចឹងបងប្អូនឲ្យតែស្គាល់ពីសំណហ្នឹងសើមហើយនឹងស្ងួតកម្រិតណាហ្នឹងហើយព្រោះដោយសារវីដេអូនេះគឺខ្ញុំនិយាយតាក់ទងតែពីសំណទេសំណជាមួយនឹងហាត់ឌីសហ្នឹងហើយអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងតាក់ទងនឹងសម្ដីដែលខ្ញុំនិយាយទៅមានលើសឬក៏ខ្វះខាតអីហ្នឹងហើយ
សូមអធិស្ឋានផងព្រោះសារខ្ញុំធ្វើវីដេអូនេះគ្រាន់តែចង់ចែកចំណេះដឹងដល់មិត្តជាងដៃថ្មីដែលគាត់អឺកំពុងតែប្រកបអាជីវកម្មទូរស័ព្ទដូចខ្ញុំដែរហ្នឹងហើយអញ្ចឹងរាល់ការនិយាយស្ដីទៅมันមានបញ្ហាសូមអធិស្ឋានពីខ្ញុំផងហើយបងប្អូនបានមើលវីដេអូនេះហើយជួយជាផ្ដល់កម្លាំងចិត្តឲ្យខ្ញុំផងជួយចុច like និងដល់វីដេអូដែលខ្ញុំបានធ្វើនេះជួយផ្ដល់ជាកម្លាំងចិត្តទៅអ្វីដែលមានថ្មីខ្ញុំនឹងចែកទម្លាក់ចូលនៅក្នុងនឹងទៀតអញ្ចឹងណាបងប្អូនហ្នឹងហើយបងប្អូនមានបញ្ហាផ្នែកទូរស័ព្ទជួសជុលឬក៏ផ្នែកម៉ាស៊ីនឬក៏បញ្ហាចម្ងល់អីបងប្អូនអាច message សួរខ្ញុំបានអញ្ចឹងណាបងប្អូនអ្វីដែលខ្ញុំចែកអឺអ្វីដែលបងប្អូនសួរមកអ្វីដែលខ្ញុំចេះគឺខ្ញុំនឹងផ្ដល់ចំណេះដឹងជូនបងប្អូនវិញតែបើថាអ្វីដែលខ្ញុំអត់ទាន់បានយល់គឺអ្វីដែលខ្ញុំឆ្លើយបានគឺខ្ញុំជួយឆ្លើយអញ្ចឹងណាបងប្អូនអត់អីទេបងប្អូនបើសិនជាអាចបងប្អូនមានចម្ងល់អាចសាកសួរបានតាមលេខទូរស័ព្ទហ្នឹងហើយខ្ញុំនឹងដាក់នៅលើអេក្រង់ហ្នឹងហើយអញ្ចឹងវីដេអូ